ជំវិញយុទ្ធនាការសាធារណៈស្ដីពីសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹកលោកអានសំអននាយកកំពុងចម្លងភ្នំពេញអរិយខ្សាត់ភ្នំពេញស្វាយជ្រុំលើកឡើងថាថ្នាក់ដឹកនាំកំពុងចម្លងបានយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាឲ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋដែលឆ្លងទៅមកនារដូវទឹកដំឡើងដែលចរន្តទឹកហូរខ្លាំងមានខ្យល់បក់បោកឬការបោកខ្ទប់នៃរលកធំៗជាដើមលោកបានឲ្យដឹងថាកំពុងចម្លងតែងតែប្រជុំពិភាក្សាអំពីបញ្ហាប្រឈមនានានិងបានដោះស្រាយបញ្ហាទូទៅផ្សេងៗព្រមទាំងណែនាំដល់បុគ្គលិកផ្នែកបើកបរកាណូតស្រឡាងចម្លងបុគ្គលិកផ្នែកភាស៊ីនិងសន្តិសុខទាំងអស់ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ប្រកាន់ខ្ជាប់នៅសុជីវធម៌ល្អអាកប្បកិរិយាសមរម្យធ្វើការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ជាពិសេសអនុវត្តតាមគោលការណ៍សុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹកមិនឲ្យគ្រោះថ្នាក់នោះឡើយបាទជាបឋមសូមជម្រាបសួរសម្ដេចទ្រង់ឯកឧត្តមលោកស្រីទាំងអស់ដែលលោកតែងតែប្រើសេវាកំពុងចម្លងភ្នំពេញអរិយស័ព្ទឆ្លងទៅមកធ្វើការក្រោយបំពេញភារកិច្ចទៅរកស៊ីហើយសូមជំរាបដល់បងប្អូនថារដូវនេះជារដូវវស្សាកន្លែងចូលតូចចង្អៀតដូច្នេះសូមឲ្យបងប្អូនមានការយោគយល់ផងរឿងនេះហើយពាក់ព័ន្ធvớiសណ្ដាប់ធ្នាប់របស់កំពុងចម្លងនេះខាងក្រុមហ៊ុនបានរៀបចំប្រជុំជាប្រចាំណែនាំពួកគាត់ជាប្រចាំប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតែងតែមានកំហុសឆ្គងខ្លះឬពាក់ព័ន្ធមួយបុគ្គលិកមួយចំនួនតូចដែលលោកធ្វើប្រហែសនឹងការអនុវត្តភារកិច្ចរបស់លោកចឹងហើយសូមឲ្យបងប្អូនធ្វើដំណើរមានការយោគយល់អធិស្ឋានផងហើយដោយសារតែខែនេះជាខែវស្សាអញ្ចឹងកន្លែងចូលចង្អៀតអញ្ចឹងការចេញចូលវាតែងតែមានការប៉ះទង្គិចបន្តិចបន្តួចហើយជៀសមិនផុតទេអញ្ចឹងវាអត់មានរឿងអីដែលធំដុំទេហើយពាក់ព័ន្ធvớiការចម្លងទៀតសោតកណូតយើងនេះបានរៀបចំយើងបានកែច្នៃពីកណូតឈើមកតឡាងដែកឲ្យរៀបចំឲ្យមានស្តង់ដារហើយយើងគិតថាมันមានរឿងអីដែលថានេះមិនរួចសម្រាប់នេះទេដោយសារទោះបីមានភ្លៀងក៏យ៉ាងណាក៏វាមិនអាចលិចឬក៏កលាប់បានដែរតួយើងបានរៀបចំតាមស្តង់ដារត្រឹមត្រូវហើយមានការរៀបចំមិនឲ្យថាទោះបីថាភ្លៀងផ្គរឬក៏ទឹកហូរនៅលើកម្រាលហ្នឹងក៏មិនអាចចូលបានយើងធ្វើបិទចិត្តដូចជាបាល់អញ្ចឹងរដូវវស្សាអញ្ចឹងទឹកមានការឡើងខ្ពស់អញ្ចឹងហើយខ្ញុំបានរៀបចំពួងសុវត្ថិភាពតាមកណូតសាឡាងនីមួយឲ្យហើយក៏បានណែនាំដល់បុគ្គលិកទាំងអស់ដែលប្រតិបត្តិការនៅក៏ដូចជាបុគ្គលិកភាស៊ីក៏ដូចជាសន្តិសុខក៏ដូចជាអ្នកបើកបរដើម្បីឲ្យមានការរៀបចំសំណាប់ធ្នាប់ជូនដល់បងប្អូនដែលឆ្លងដែលធ្វើដំណើរតាមកំពង់ចម្លងដោយក្នុងសាឡាងនីមួយនេះយើងមានពងសុវត្ថិភាពនោះមានពងអាវមានពងកងហើយមានពងធំពងជាលក្ខណៈជ្រុងអាហ្នឹងគឺពងដែលអាចយើងអាចផ្ទុកគ្នាបាន 4-5 នាក់សូមយកឱកាសនេះដើម្បីជម្រាបដើម្បីឲ្យកុំឲ្យបងប្អូនមានការផិតភ័យនៅពេលដែលឆ្លងតាមកំពង់ចម្លងភ្នំពេញអរិយស័ព្ទយើងខ្ញុំសូមលើកវិសាវតាបន្តិចពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់កណូតសាឡាងពីមុនឡើយយើងប្រើកណូតឈើដែលមានលក្ខណៈតែមួយតួតែមួយដូចទូកអញ្ចឹងហើយវាលំបាកនៅពេលដែលវាមានបញ្ហាគឺយើងមានបញ្ហាលិចទៅតែម្ដងតែបច្ចុប្បន្ននេះយើងបានធ្វើការកែសម្រួលពីកណូតឈើរបៀបកណូតឈើមកជារបៀបសាឡាងទាំងអស់ដោយប្រើតួដែកហើយយើងមានដុកដូចជាបាល់អញ្ចឹងដូច្នេះនៅខែវស្សាយើងមិនមានការផិតភ័យព្រួយអីទេដោយសារយើងមានខណ្ឌជា 3-4 កលៈដូចជាបាល់អញ្ចឹងទោះបីទឹកសាច់នៅខាងលើក៏វាមិនអាចលិចលង់បានដែរឬក៏វាមានការធ្លុះធ្លាយនៅមួយប្រឡោះណាក៏មិនអាចលិចលង់បានដែរអញ្ចឹងវាយើងធ្វើជាលក្ខណៈសាឡាងមានន័យថាថតអញ្ចឹងហើយដល់ពេលយើងធ្វើនេះយើងបានពិសោធន៍ត្រឹមត្រូវថាក្នុងមួយចំហៀងឧបមាថាយើងប្រើ10 តោននៅសកត់តែមួយខាងគឺវាមិនអាចផ្អៀងកលាប់បានទេគឺវាផ្អៀងប្រហែលជាខ្ទង់មួយទឹកតែប៉ុណ្្នឹងទេហ្នឹងហើយអញ្ចឹងសូមបងប្អូនដែលធ្វើដំណើរហ្នឹងទុកចិត្តចុះពាក់ព័ន្ធមួយចំណុចទាំងអស់ហ្នឹងហើយក៏សូមសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលចុះផ្សាយសូមបងប្អូនចុះតែព័ត៌មានពិតពាក់មុនព្រឹត្តិការណ៍ដែលកើតឡើងពិតបានហើយកុំបន្លឺបន្ថែមដែលធ្វើឲ្យបងប្អូនឆ្លងនោះមានការផិតភ័យ
ជាទូទៅកំពង់ចម្លងមានស្រឡាងនិងកាណូតជាច្រើនគ្រឿងធ្វើការចម្លងជារៀងរាល់ថ្ងៃចាប់បើកពីម៉ោង 4 ទៀបភ្លឺរហូតដល់ម៉ោង 10 យប់ខណៈកំពង់ចម្លងមានការអនុគ្រោះដល់អ្នកធ្វើដំណើរផ្សេងៗក្នុងករណីដូចជាជួយចម្លងអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់ស្ត្រីមានផ្ទៃពោះត្រូវសម្រាលនៅមន្ទីរពេទ្យនារាជធានីភ្នំពេញជាដើម ចំពោះបងប្អូនដែលមានការចាំបាច់ដូចជាករណីអ្នកជំងឺបន្ទាន់អ្នកឆ្លងទន្លេអញ្ចឹងយើងឆ្លងជូនគាត់24ម៉ោងលើ20ម៉ោងដោយឥតគិតថ្លៃទេហើយបើបងប្អូននេះបងប្អូនចូលទៅក្នុងពេកកំពុងចម្លងទៅបងប្អូនតាក់ទងតាមពេកកំពុងចម្លងទៅគឺយើងចម្លងហើយនឹងមកដល់នេះហើយពាក់ព័ន្ធមួយអតិថិជនទូទៅដែលឆ្លងគឺយើងចាប់ផ្ដើមនៅម៉ោង4ព្រឹករហូតទៅដល់ម៉ោង10យប់ប៉ុន្តែនៅចន្លោះពីម៉ោង10យប់សូមមានការយោគយល់អធ្យាស្រ័យរហូតដល់ទៅម៉ោង4ភ្លឺមានន័យថាខាងកំពុងចម្លងយើងនៅតែចម្លងដដែលប៉ុន្តែការចម្លងនោះគឺយើងផ្ដល់សិទ្ធិឲ្យបុគ្គលិកយើងគាត់ប្រមូលបស៊ីតាមការយោគយល់គ្នារបស់ម៉ោងនោះម៉ោងក្រៅម៉ោងរដ្ឋបាលគាត់សម្រាប់ឲ្យគាត់បានជាកញ្ចប់ថវិកាហ្នឹងយកមកដាក់នៅក្នុងកញ្ចប់មួយដើម្បីចែកគ្នាផ្គត់ផ្គង់ជីវភាពរបស់គាត់ពីម៉ោង10ទៅរហូតដល់ម៉ោង4ភ្លឺអានោះមិនមែនជាម៉ោងរដ្ឋបាលរបស់កំពង់ចម្លងនិយាយហើយវាតែងតែមានគាត់សុំតម្លៃលើសឬក៏នេះបន្តិចបន្តួចអញ្ចឹងសូមមានការយោគយល់ដើម្បីធ្វើម៉េចឲ្យកាត់ដំណើរការវាដំណើរទៅបានហើយបើសិនជាយើងបង់តាមតម្លៃធម្មតាម៉ោងរដ្ឋបាលនេះមានន័យថាជប់នឹងយើងមិនអាចដំណើរការបានទេដោយសូមបងប្អូនមានការយោគយល់ផងព្រោះតម្លៃប្រេងបងប្អូននឹងស្រាប់ហើយវាថ្លៃខ្លាំងណាស់ហើយចំពោះបងប្អូនដែលធ្វើដំណើរពីលក្ខណៈអាកប្បកិរិយារបស់បុគ្គលិកខ្ញុំទាំងអស់ដែលទោះបីបុគ្គលិកផ្នែកបស៊ីសន្តិសុខឬកណូតខុសឆ្គងហើយបើសិនជាបងប្អូនមានឃើញកំហុសឆ្គងរបស់គាត់មានកំហុសឆ្គងនៅលើបុគ្គលតិចតួចមួយចំនួនហ្នឹងដែលគាត់ធ្វើមិនសមរម្យសូមបងប្អូនជួយផ្ដល់ជាព័ត៌មានមកឲ្យខាងខ្ញុំផងឬក៏បងប្អូនអាចចូលខមមិននៅក្នុង page របស់កំពង់ចម្លងទៅខ្ញុំនឹងអាចយកបញ្ហាទាំងអស់មកកែប្រែនៅកំហុសឆ្គងទាំងឡាយដែលកើតឡើងហ្នឹងមកកែប្រែត្រឡប់ទៅវិញហើយសូមអំពាវនាវដល់ឧបករណ៍ទូកទេសចរឬក៏សឡងខ្សាច់សូមខែនេះជាខែរដូវវស្សាសូមបងប្អូនជួយបើកធ្វើម៉េចឲ្យឆ្ងាយពីកន្លែងចម្លងបន្តិចដើម្បីជួយសម្រួលដល់បងប្អូនជាឆ្លងកុំឲ្យគាត់មានការពិតភ័យមកថាឧបករណ៍គាត់បើកលឿនអញ្ចឹងលោកធ្វើឲ្យប៉ះពាល់ដល់ទូកវាឃ្លីងឃ្លោងសឡាងវាឃ្លីងឃ្លោងអញ្ចឹងសូមបងប្អូនបើកឲ្យឆ្ងាយបន្តិចហើយពាក់ព័ន្ធមួយសឡងខ្សាច់សូមបងប្អូននឹងទូកទេសចរសូមបើកឲ្យឆ្ងាយបន្តិចបុកកន្លងមកនេះបងប្អូនបើករៀងគៀកបន្តិចហើយសូមមានភ្លើងបំភ្លឺសុវត្ថិភាពសម្រាប់ជាសញ្ញាឲ្យបងប្អូនខ្ញុំបើកទៅបានយល់បានដឹងឲ្យឃើញទាំងអស់គ្នាហើយសូមអរគុណ